ខ្ញុំធ្លាប់គិតខុសលើម៉ាក់ខ្ញុំខ្លាំងកាលនៅបន្ទោខ្ញុំគិតថាខ្ញុំមិនចង់ដូចម៉ាក់ខ្ញុំទេតែធ្វើការឲ្យមកផ្ទះធ្វើកិច្ចការផ្ទះទៀតការងារផ្ទះដែលគេថាជាការងារស្រីហ្នឹងខ្ញុំអត់ធ្វើធំឡើងខ្ញុំអត់ធ្វើដាច់ខាតខ្ញុំធំឡើងតែខ្ញុំដឹងមនុស្សស្រីជុំវិញខ្លួនខ្ញុំមានមីងមានម៉ាក់គាត់មានជំរឿសតាគាត់អត់ធ្វើក៏បានដែរតែហេតុអីបានគាត់សុខចិត្តធ្វើទាំងហត់កាយទាំងហត់ចិត្តពេលខ្លះធ្វើទាំងឈឺទៀតដោយសារគាត់គិតថាវាជាការងារស្រីខ្ញុំគិតថាភាគរយតិចបំផុតមិនបាន 1% ផងដែលគាត់គិតចឹងប៉ុន្តែហេតុផលធំដែលគាត់ធ្វើកិច្ចការងារទាំងអស់ហ្នឹងដោយសារតែគាត់ចង់ឃើញកូនគាត់មនុស្សដែលគាត់ស្រឡាញ់រស់នៅបានស្រួលមានរបស់ហូបមានកន្លែងស្នាក់នៅស្អាតសុខចិត្តហត់បើអត់មានអ្នកគេជួយក៏ដោយរៀងយឺតពេកដែរដែលទើបតែដឹងខ្លួនស្ដីច្រើនសម្រាប់ឥឡូវខ្ញុំធ្វើកិច្ចការផ្ទះច្រើនជាងមុនព្រោះវាដោយសុបាយចិត្តក៏មិនមែនដោយសារខ្ញុំគិតថាវាជាការងារស្រីដែរតែខ្ញុំចាប់ផ្ដើមយល់អារម្មណ៍ទៅស្រីដែលនៅជុំវិញខ្លួនខ្ញុំនិងតាខ្ញុំតែគាត់ខិតខំមើលថែផ្ទះសម្បែងមើលថែអ្នកផ្ទះដោយសារតែក្តីស្រឡាញ់ទាំងអស់បើសិនជាខ្ញុំមានដៃគូនៅថ្ងៃអនាគតខ្ញុំសង្ឃឹមថាគាត់មិនគិតថាការងារផ្ទះជាការងារមនុស្សស្រីតែជាការងារមួយដែលយើងជួយគ្នាទៅវិញទៅមកព្រោះតែក្តីស្រឡាញ់